តាកីឡាករធនរទ្ធីទេបាទទោះបីតាហូសេនបាទក៏ត្រូវតែប្រយ័ត្នប្រយែងផងដែរទឹកទី1 round 1បាទការប្រកួតចាប់ផ្ដើមបាទក្នុងទឹកទី1បាទគ្រាន់ចាប់ផ្ដើមភ្លាមបាទគឺសំលេងអបសាទរបាទពីបងប្អូននៅទីនេះបាទគឺលើកទឹកចិត្តដល់កីឡាករធនរទ្ធីបាទដល់ចូលទាត់មកជើងស្ដាំបាទ2នាទីបាទហូសេនបាទព្យាយាមដើរចូលទាត់មកជើងឆ្វេងបាទហូសេនបាទគិតគេចផុតបន្តិចបាទដើរចូលវាយស្ដាំបាទគេចផុតវិញបាទធីទាត់មកជើងឆ្វេងបាទហូសេនបាទព្យាយាមដើរចូលបាទទាត់ឆ្វេងរងជាប់បាទដាក់កែងដៃរងតែម្ដងបាទចលោចូលឡើងវាយឆ្វេងថែមស្ដាំអុកកែងមួយបាទគេចផុតបាទវាយឆ្វេងម្ដាយពីហូសេនបាទរទ្ធីទាត់មកជើងស្ដាំបាទហូសេនដើរចូលមកមួយបាទវាយម្ដាយឆ្វេងបាទឆ្វេងម្ដាយវាយឆ្វេងបាទញាក់ស្ដាំវាយឆ្វេងបាទល្អរបស់គេបាទសម្រាប់កីឡាករអេរ៉ង់បាទទាត់ឆ្វេងរងជាប់បាទព្យាយាមដើរចូលបាទវាយស្ដាំឆ្វេងស្ដាំឆ្វេងបាទវាយញាប់បាទពីកីឡាកររបស់អេរ៉ង់បាទវាយឆ្វេងម្ដាយទៀតបាទរទ្ធីទាត់មកជើងស្ដាំបាទរងជាប់ពីហូសេនបាទទាត់ឆ្វេងជួគល់ផ្លូវបាទវាយឆ្វេងទៅមកទាត់ស្ដាំមកជើងបាទពីធនរទ្ធីហូសេនដើរចូលបាទទាត់មកជើងស្ដាំសងវិញបាទស្ដាំទាត់ថែមទៀតបាទវាយឆ្វេងទាត់ស្ដាំថែមទៀតអាយ៉ាឈឺជើងហើយបាទពីរជើងស្ដាំបាទព្យាយាមដើរចូលទាត់ស្ដាំមួយទៀតបាទដកខ្លួនទៅក្រោយបាទវាយឆ្វេងម្ដាយវាយស្ដាំចូលមុខវាយស្ដាំថែមទៀតវាយឆ្វេងចូលពោះដួលទៅហើយក ស ទឹកទី1អូយបាទកណ្ដាប់ដៃរបស់ហូសេនបាទល្អមែនតើអត់ដល់2នាទីផងបាទហូសេនហ្វារ៉ាម៉ាស់បានប្រើកណ្ដាប់ដៃរបស់ខ្លួនបាទវាយសន្ធាប់បាទទៅលើផ្ទៃមុខរបស់ធនរទ្ធីបាទធ្វើឲ្យរទ្ធីបាទសន្លប់ស្ដោកស្ដឹងតែម្ដងបាទបន្តិចទៀតបាទយើងបានទស្សនារូបភាពយឺតបាទនេះមកហើយបាទក្រោយពីដេញទាត់ជើងគេបាទកីឡាករអេរ៉ង់ក៏ដេញចូលវាយមុខវិញបាទពីដៃស្ដាំវាយឆ្វេងចូលពោះវាយស្ដាំសើយវាយឆ្វេងមួយទៀតបាទអូយបាទមកដៃចុងក្រោយនេះជ័យជំនះបា